សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងទីផ្សារ cryptocurrency មានពាក្យមួយដែលវិនិយោគិនតែងតែលើកមកនិយាយយ៉ាងញឹកញាប់នៅចុងឆ្នាំគឺ October ពាក្យនេះមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាសំដៅលើនិន្នាការប្រវត្តិសាស្ត្រមួយដែល Bitcoin និង cryptocurrency ផ្សេងទៀតតែងតែបង្ហាញពីការកើនឡើងតម្លៃជាវិជ្ជមាននៅក្នុងខែតុលាតើ October នេះកើតឡើងដោយសារអ្វីថ្ងៃនេះយើងនឹងស្វែងយល់លម្អិតអំពីវា October គឺជាពាក្យផ្សំគ្នារវាងពាក្យ Up និង October វាត្រូវបានប្រើដោយសហគមន៍ crypto ដើម្បីពិពណ៌នាអំពីលំនាំប្រវត្តិសាស្ត្រដែលតម្លៃនៃ Bitcoin និងទីផ្សារ crypto ទាំងមូលតែងតែមាននិន្នាការកើនឡើងយ៉ាងល្អនៅក្នុងខែតុលានេះបានក្លាយជាការរំពឹងទុកមួយក្នុងចំណោមអ្នកវិនិយោគិនជាច្រើនដើម្បីស្វែងយល់មូលហេតុដែលពាក្យ October ក្លាយជាការពេញនិយមយើងត្រូវប្រឡេកមើលទិន្នន័យប្រវត្តិសាស្ត្រទី1ប្រាក់ចំណេញជាមធ្យមគឺកើតឡើងនៅខែតុលាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Bitcoin ភាគច្រើនបានកត់ត្រាប្រាក់ចំណេញជាមធ្យមខ្ពស់នៅក្នុងខែតុលាទី2កត្តា Macroeconomic ពេលខ្លះការផ្លាស់ប្ដូរគោលនយោបាយសេដ្ឋកិច្ចពិភពលោកដូចជាការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្ដាលឬលទ្ធផលនៃការបោះឆ្នោតនានាផ្អែករួមចំណែកដល់បរិយាកាសវិជ្ជមានផងដែរចុងក្រោយការបង្វិលមូលធននៅចុងឆ្នាំវិនិយោគិនជាច្រើនអាចមានមូលធនសល់ពីការជួញដូរផ្សេងៗឬបែងចែកមូលធនឡើងវិញដែលអាចជាការហូរចូលទៅកាន់ទីផ្សារ crypto ដែលជាចំណែកធំមួយជំរុញឲ្យទីផ្សារ crypto ទាំងមូលមានការកើនឡើងសរុបមក October គឺជាករណីគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីផ្សារ cryptocurrency ដែលបង្ហាញពីលំនាំប្រវត្តិសាស្ត្រនៃការកើនឡើងតម្លៃវិជ្ជមាននៅក្នុងខែតុលាការយល់ដឹងពីគំនិតនេះអាចជួយវិនិយោគិនកំណត់យុទ្ធសាស្ត្ររបស់ពួកគេបានកាន់តែល្អប្រសើរដោយឆ្លៀតឱកាសពីការរំពឹងទុករបស់ទីផ្សារខ្ញុំសង្ឃឹមថាការបកស្រាយនេះនឹងជួយឲ្យបងប្អូនយល់កាន់តែច្បាស់អំពី October សូមបងប្អូនបន្តសិក្សាស្រាវជ្រាវនិងធ្វើការវិភាគដោយប្រុងប្រយ័ត្នជានិច្ចមុននឹងសម្រេចចិត្តវិនិយោគណាមួយព្រោះទីផ្សារ crypto នៅតែមានភាពប្រែប្រួលខ្ពស់ហើយលំនាំប្រវត្តិសាស្ត្រមិនមែនជាការធានាសម្រាប់អនាគតនោះទេតើបងប្អូនគិតយ៉ាងណាចំពោះ October ឆ្នាំនេះតើវានឹងមានឥទ្ធិពលកម្រិតណាអាច comment នៅខាងក្រោមជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ